នេះគេហៅថាដើមចាសូមគោរពជម្រាបសួរប្រិយមិត្តក៏ដូចជាអស់លោកស្រីនាងកញ្ញាជាទីគោរពរាប់អានបាទខ្ញុំធ្វើការបង្ហាញជូននៅរុក្ខជាតិមួយប្រភេទដែលជាអំបូរនៃបាទស្រឡៃពីរបាទគឺបានន័យថាដើមនេះគឺជាប្រភេទគូវល្លិហើយនឹងដើមធម្មតាដែលស្រដៀងនឹងវល្លិបាទអញ្ចឹងដើមនេះគេហៅថាដើមចាបងប្អូនណាហ្នឹងហើយដើមចានិងវល្លិចាហ្នឹងគឺបាទដូចតែគ្នាទេបងប្អូនណាក៏ប៉ុន្តែអ្វីដែលខុសនោះគឺតម្រង់ដើមតែម្ដងបាទអញ្ចឹងដើមវល្លិគឺវាលក្ខណៈវល្លិប៉ុន្តែដើមវាហ្នឹងដើមចាហ្នឹងគឺអត់មែនជាវល្លិទេណាប្រិយមិត្តបាទអញ្ចឹងលក្ខណៈខុសគ្នាហ្នឹងគឺដោយសារតែវល្លិហ្នឹងគឺវាត្រូវបានពឹងផ្អែកទៅលើរុក្ខជាតិដទៃដើម្បីរស់ដើម្បីធ្វើដំណើរឬក៏ដើម្បីបាទនៅណាដើម្បីតាំងនៅអញ្ចឹងណាបាទអាហ្នឹងគេហៅតែប្រភេទវល្លិហើយបាទក៏ប៉ុន្តែនេះគឺជាដើមចាបងប្អូនណាដើមចាបាទជាគូគ្នានឹងវល្លិចាបាទអញ្ចឹងដើមចានេះគឺបាទគឺដើមនេះគឺនៅតែឯងតែម្ដងបាទគឺនៅឯងបាទនៅតែឯងអត់មានត្រូវពឹងផ្អែកទៅលើរុក្ខជាតិដទៃទេគឺដើមចាហ្នឹងគឺអាចរស់បានដោយខ្លួនឯងបាទគឺលូតលាស់បាទតាមច្បាប់របស់ធម្មជាតិហ្នឹងគឺវារស់ដោយខ្លួនឯងបាទមិនពឹងផ្អែកទៅលើរុក្ខជាតិដទៃជាបង្អែកនោះទេបាទអញ្ចឹងលក្ខណៈដែលខុសគ្នាហ្នឹងគឺត្រង់ភាពខុសគ្នារវាងវល្លិហើយនឹងដើមធម្មតាហ្នឹងហើយណារុក្ខជាតិធម្មតាហ្នឹងហើយណាគឺដើមមួយគឺលក្ខណៈដើមវល្លិហើយដើមមួយទៀតគឺលក្ខណៈដើមមិនវល្លិបាទខុសគ្នាតែប៉ុណ្្នឹងទេក៏ប៉ុន្តែភិនភាគអីស្លឹកអីគឺលក្ខណៈដូចគ្នាទាំងអស់បងប្អូនណាបាទវាមានលក្ខណៈខុសគ្នាដែរបាទប៉ុន្តែខុសគ្នាតិចតួចដោយសារតាស្លឹកហ្នឹងគឺដើមវល្លិចាហ្នឹងគឺដើមវល្លិហ្នឹងគឺវាមានស្លឹកធំបាទស្លឹកមានទំហំធំជាងណាបាទមានទំហំធំជាងដើមចាដើមស្លឹកចាណាបាទមានទំហំធំជាងគឺវាមានលក្ខណៈខុសគ្នាបន្តិចបន្តួចទេអត់មានអីជាគួរឲ្យកត់សម្គាល់ប្រមាណទេណាបងប្អូនណាបាទអញ្ចឹងសម្រាប់ដើមចានេះក៏ត្រូវថ្នាំដូចគ្នាដែរបងប្អូនណាបាទប៉ុន្តែរុក្ខជាតិដែលត្រូវថ្នាំជាងនោះគឺជាវល្លិបងប្អូនណាគឺជាប្រភេទវល្លិចាបានត្រូវថ្នាំជាងដើមចាធម្មតាបាទដើមចាធម្មតាបងប្អូនណាហើយការរស់នៅគឺដាច់ដលែកពីគ្នាបងប្អូនណាបាទវល្លិហ្នឹងគឺរស់នៅដាច់ដលែកពីដើមចាណាដើមរុក្ខជាតិចាហ្នឹងណាបាទវល្លិរស់នៅដាច់ដលែកពីគ្នាគឺពួកហ្នឹងគឺមិនអាចរស់នៅជាមួយគ្នាទេអានេះជាធម្មជាតិណាហ្នឹងហើយដោយសារអីដោយសារខ្ញុំអង្កេតមើលទៅលើការរស់រានមានជីវិតរបស់រុក្ខជាតិនេះគឺនៅដាច់ដលែកពីគ្នាប៉ុន្តែមានភាគតិចបងប្អូនណាមានភាគតិចដែលរុក្ខជាតិនេះគឺត្រូវការដុះនៅក្បែរគ្នានៅជិតគ្នាក៏ដូចជាដុះប៉ុតទៅលើគ្នាមានណាមានប៉ុន្តែគឺបើសិនមានគឺរុក្ខជាតិនេះដែលត្រូវដុះជាមួយនឹងវល្លិហ្នឹងគឺដើមចាស់ហើយនឹងវល្លិចាស់ដុះនៅជាមួយគ្នាហ្នឹងឬក៏ត្រូវឡើងពីលើគ្នាណាគឺវល្លិហ្នឹងត្រូវឡើងពីលើដើមចាស់ហ្នឹងគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតហើយបាទនឹងគឺជាឱសថណាបើសិនបើមានបាទហើយប៉ុន្តែកម្រណាបាទដោយសារតែដើមទាំងពីរនេះគឺត្រូវបានរស់ដាច់ដលែកពីគ្នាតំបន់ខ្លះអត់មានទេបងប្អូនណាតំបន់ខ្លះគឺមានតែដើមចាទេមានតែដើមចាប៉ុន្តែវល្លិអត់មានទេតំបន់ខ្លះហ្នឹងហើយតំបន់ខ្លះគឺមានតែដើមចាសុទ្ធបាទរុក្ខជាតិចានឹងសុទ្ធតែម្ដងបាទដោះតាមផ្លូវបាទដោះតាមដប់របស់បាទនឹងឲ្យដោះច្រើនប៉ុន្តែសួរថាមានវល្លិទេមានប្រភេទវល្លិទេអត់មានទេក៏ប៉ុន្តែផ្ទុយទៅវិញចំពោះវល្លិវិញបាទវល្លិនឹងគឺដោះនៅតាមមាត់ជាច្រើនតាមមាត់ផ្លូវនៅតាមមាត់អូបាទមាត់អូបាទមាត់ប្រឡាយមាត់អូមាត់ប្រឡាយហ្នឹងគឺមានណាវល្លិហ្នឹងប្រភេទវល្លិបាទព្រោះវល្លិហ្នឹងវាត្រូវការទឹកត្រូវការជាតិទឹកដែរវាច្រើនវាត្រូវការជាតិទឹកដើម្បីរស់រានណាអញ្ចឹងវាត្រូវដោះក្បែរមាត់អូមាត់ប្រឡាយអញ្ចឹងទៅនឹងប្រភេទវល្លិណាបាទអញ្ចឹងចំពោះប្រភេទដើមហ្នឹងគឺអត់មែនវល្លិហ្នឹងគឺបាទដោះនៅនិយាយទៅដោះកន្លែងណាក៏បានដែរអត់រើសអត់សោះរើសទេកន្លែងណាដែលវាអាចថារស់នៅបានគឺរស់នៅហើយមិនចាំបាច់ថាជិតមាត់ទឹកឬក៏មាត់អីទេណាអានេះនិយាយពីដើមណាដើមប្រភេទដើមចានេះណាបាទបងប្អូនបាទហ្នឹងហើយអ
ចឹងខ្ញុំរៀបរាប់អំពីលក្ខណៈក៏ដូចជាលក្ខណៈសម្គាល់ដើម្បីឲ្យបងប្អូនប្រិយមិត្តនឹងគាត់ងាយស្វែងយល់ឬក៏ទៅរកទៅចំគោលដៅទៅរកទៅចំដើមតែម្ដងណាបាទដើមនេះគឺបងប្អូនបើសិនបងប្អូនដើរចាក់ចេញទៅក្នុងព្រៃបងប្អូនសម្គាល់ទៅលើធាងស្លឹកហ្នឹងគឺវាមានធាង3វាមានស្លឹកហ្នឹងវាមានធាងវាអញ្ចឹងណាធាងមកវាដោះវាបែកនេះកន្លែងបែកនេះវាបែកជួរបាទតែថាដោះមកអញ្ចឹងវាថាបែកនេះបែកស្លឹក1 2 3អញ្ចឹងទៅណាអាហ្នឹងគឺលក្ខណៈសម្គាល់បងប្អូនណាហ្នឹងហើយសម្គាល់បាទនេះជាលក្ខណៈសម្គាល់ដែលយើងងាយស្រួលថាអូហ្នឹងជាដើមចាឬក៏ជាវល្លិចាដូចខ្ញុំជម្រាបជូនខាងលើថាវល្លិគឺដោះត្រពឹងលើរុក្ខជាតិដតីឬក៏ដោះក្នុងដីប៉ុន្តែវាអត់ទៅលើកើតទេដោយសារវល្លិអញ្ចឹងវាទន់អញ្ចឹងវាត្រូវវានឹងដីទាំងអញ្ចឹងទៅណាបាទយើងងាយសម្គាល់ឃើញណាក៏ប៉ុន្តែបើដើមហ្នឹងគឺវាដោះនៅតែឯងអញ្ចឹងទៅណាទៅលើត្រង់ប៉ុន្តែវាមិនត្រង់ប្រហែលទេព្រោះអាហ្នឹងវាលក្ខណៈកាត់ដែរបងប្អូនណានឹងអំបោខ្លះវាអំបោកាត់ណានឹងវារៀងដើមមិនចំជាដើមសុតចាវល្លិមិនចំជាវល្លិសុតអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាលក្ខណៈកាត់ដូចបងប្អូនឃើញស្លែងធំក៏លក្ខណៈកាត់ដូចគ្នាដែរដោយសារស្លែងហ្នឹងគឺបើប្រៀបធៀបស្លែងគឺមានពីរប្រភេទដូចគ្នានឹងដើមចានិងវល្លិចាដែរហ្នឹងហើយមានដូចគ្នាប៉ុន្តែថ្ងៃនេះខ្ញុំធ្វើការបង្ហាញជូនបងប្អូននិងប្រិយមិត្តគឺបាទដើមចាបងប្អូនណាបាទបងប្អូនឃើញទេបងប្អូនបាទគឺដើមវាគឺត្រង់បងប្អូនណាត្រង់ទៅលើបាទហ្នឹងហើយត្រង់ទៅលើតែម្ដងនឹងត្រង់ហើយវាមានវេខ្លះដូចខ្ញុំជម្រាបជូនថាมันត្រង់ដូចរុក្ខជាតិដតីទេដោយសារតែរុក្ខជាតិនេះបើនិយាយទៅថាអត់មានត្រូវអីប្រហែលទេត្រូវដូចថាត្រូវប្រើប្រាស់ក្នុងសង្ហារឹមណាហ្នឹងហើយខាងផ្នែកសង្ហារឹមខាងផ្នែកផ្សេងជាដូចជាអត់ត្រូវការអីប្រហែលទេហ្នឹងហើយដោយសារថារុក្ខជាតិអំបោនេះវាកាត់ទៅខាងវល្លិដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាអត់មានអីត្រូវការអីប្រហែលទេប៉ុន្តែបើខាងផ្នែកឱសថគឺរុក្ខជាតិនេះគឺជួយបម្រើបានច្រើនទៅលើឱសថបាទបងប្អូនណាបានយកទៅធ្វើឱសថផ្សេងអាហ្នឹងទៅតាមដូចខ្ញុំជម្រាបជូនថាទៅតាមរបៀបរបបទៅតាមបាទវិទ្យាសាស្ត្រគ្រូឱសថបុរាណណាដែលគាត់ស្គាល់គាត់ទៅបានរៀនសូត្រពីដូនតាពីដើមបន្តមកគឺគាត់ប្រាប់ថាត្រូវប្រើចេញចោះអញ្ចឹងណាទៅតាមមុខងារនៃជំងឺទៅតាមមុខងារនៃរោគអញ្ចឹងទៅបាទប៉ុន្តែខ្ញុំមកធ្វើការបង្ហាញជូននេះគឺឲ្យស្គាល់បាត់ភាពខុសគ្នារវាងវល្លិចាហើយនិងដើមចាបងប្អូនណាបាទដើមចាបើយើងសង្កេតឃើញបងប្អូននិយាយទៅវាសម្បូរថាសម្បូរក៏មិនសូវសម្បូរដែរដោយសាររុក្ខជាតិនេះក៏វាត្រូវការទីកន្លែងក្នុងការរស់នៅដែរក្នុងការដោះណានឹងកន្លែងខ្លះវាអាចរស់បានកន្លែងខ្លះវាមិនអាចរស់បានអញ្ចឹងទៅនឹងទៅតាមតំបន់អញ្ចឹងទៅតំបន់ខ្លះដែលមានដីខ្សាច់ណាលក្ខណៈដីខ្សាច់តំបន់ដីសដីដែលមានជាតិទឹកគឺរុក្ខជាតិនឹងមានហ្នឹងហើយក៏ប៉ុន្តែខ្ញុំសូមជម្រាបជូនបន្តទៀតថាមិនមែននៅកន្លែងដីដែលស្ងួតហួតហែងនឹងរុក្ខជាតិនឹងមានមិនមែនទេប៉ុន្តែវានៅកន្លែងដីខ្សាច់កន្លែងដីណាដែលមានទឹកដែរហ្នឹងហើយអញ្ចឹងវាអាចរស់រានមានបានហើយបងប្អូនអាចរកឃើញហើយបាទអាហ្នឹងជាប្រភេទរុក្ខជាតិដែរបងប្អូនហ្នឹងហើយព្រោះរុក្ខជាតិហ្នឹងគឺបងប្អូនស្គាល់បងប្អូនដឹងច្រើនគឺជារឿងល្អព្រោះថាឱសថស្ថានគឺចេញពីរុក្ខជាតិនឹងឯងបាទតាំងពីសម័យបុរាណតាំងពីមិនមានមន្ទីរពេទ្យមិនមានអីចឹងណាអាហ្នឹងគឺយើងត្រូវប្រើឱសថបុរាណគឺប្រើដើមឈើឬឈើផ្សំគ្នាបាទហ្នឹងហើយអញ្ចឹងដើម្បីជួសជុលដើម្បីផ្សះផ្សាកោសិការបស់យើងឲ្យជាសះស្បើយចឹងទៅបាទល្អមែនទែនបងប្អូនណារុក្ខជាតិមាននេះបាទហ្នឹងហើយសម្រាប់តំបន់ដែលរស់នៅភាគច្រើនគឺតំបន់ភ្នំបាទមិនមែនដីធម្មតាវាអាចរស់នៅបានណាហ្នឹងហើយព្រោះអានឹងជាប្រភេទរុក្ខជាតិទេតាមប្រភេទរុក្ខជាតិទេរុក្ខជាតិខ្លះគឺទៅតាមតំបន់អញ្ចឹងទៅហើយតំបន់ដែលមានទឹកតំបន់ដែលមានទំនាបអញ្ចឹងទៅតំបន់ដែលមានទួលដែលមានកំពង់រាបខ្ពស់អញ្ចឹងទៅរុក្ខជាតិនឹងអាចដោះនៅអញ្ចឹងទៅរុក្ខជាតិនេះគឺនៅតំបន់ភ្នំបងប្អូនណាភ្នំ
ប៉ុន្តែមានទឹកមានអីចឹងណាហ្នឹងហើយរុក្ខជាតិនឹងមានប៉ុន្តែលើកដើមចាហ្នឹងមិនមែនរស់នៅក្នុងព្រៃទេបងប្អូនណាអត់ទេណាបងប្អូនមិនអាចទៅរោនៅក្នុងព្រៃណាទៅរុករោក្នុងព្រៃជ្រៅព្រៃដែលមានដើមរំដួលដើមអីអត់ទេបងប្អូនណាឃើញលក្ខណៈខុសទេហ្នឹងហើយលក្ខណៈខុសគ្នាទេมันអាចទៅរកដើមនេះនៅក្នុងព្រៃបានទេប៉ុន្តែបើសិនមើលទៅរកនៅកន្លែងរបស់ព្រៃដូចថាវាមានស្មៅវាមានទឹកវាមានតាពាំងបឹងបួរវាមានព្រៃផងវាមានវាលស្រែផងវាមានវាលលំហផងរុក្ខជាតិនឹងមានដោះណាបងប្អូនណាបាទអាហ្នឹងគឺជាលក្ខណៈរបស់រុក្ខជាតិនេះគឺអញ្ចឹងបាទបងប្អូនហ្នឹងហើយរុក្ខជាតិនឹងជាច្បាប់របស់ធម្មជាតិទេបងប្អូនណាមិនមែនជាយើងជាអ្នកកំណត់ឲ្យវាត្រូវទៅដោះទេបាទវាអាចដោះនៅកន្លែងណាអានឹងទៅតាមច្បាប់ធម្មជាតិតាមធម្មជាតិដែលវារស់នៅបានចឹងទៅវាលក្ខណៈរបស់វាគឺបែបហ្នឹងបងប្អូនណាបាទអញ្ចឹងបាទរុក្ខជាតិនេះបងប្អូនណាគឺល្អបងប្អូនណាហ្នឹងហើយបើនិយាយពីអតីតកាលវិញបងប្អូនណានៅពីសម័យមុនបងប្អូនគឺរុក្ខជាតិនេះគឺល្អសម្រាប់មនុស្សលោកបាទនៅសម័យកាលបុរាណអញ្ចឹងគាត់ត្រូវការហូបអាហារត្រូវការខ្ចប់បាយខ្ចប់អីហ្នឹងហើយអញ្ចឹងបាទខ្ញុំបន្តទៅមុខទៀតបងប្អូនណាបាទស្លឹកនេះគឺបែបហ្នឹងបងប្អូនណាបាទស្លឹករាងទូចប៉ុន្តែដោយសាររុក្ខជាតិនេះនៅតំបន់នេះអត់សូវមានស្លឹកធំទេដោយសារតកតងនឹងជីវជាតិតកតងនឹងដីណាហ្នឹងហើយបើសិនមកដីនឹងល្អរុក្ខជាតិនេះក៏ដោះមកស្លឹកធំដូចគ្នាអានឹងជារឿងធម្មតាទេណាបើសិនរស់នៅកន្លែងដែលមានជីវជាតិគ្រប់គ្រាន់គឺស្លឹកមកធំតែម្ដងតែបើខ្វះជីវជាតិគឺស្លឹកតូចទេបងប្អូនដើមមានដូចតែដើមដតីដែរហ្នឹងហើយណែបងប្អូនឃើញទេមានដើមអញ្ចឹងទៅវាមានមេឃវិញទៅបាទមានមេឃមកទៅវាមានជាតោងធាំងមកបាទដោះមកបាទវានឹងបន្តចំនួន3ធាំងចំនួន3ស្លឹកក្នុងមួយធាំងនេះវាត្រូវមាន3ស្លឹកបើស្លឹកនេះអត់ស្អាតល្អទេបងប្អូនណាមេស៊ីឬក៏ដង្កូវស៊ីណាហ្នឹងហើយអត់ស្អាតល្អទេបាទហ្នឹងហើយអានឹងខ្ញុំបង្ហាញជូនបងប្អូនឲ្យច្បាស់ហ្នឹងហើយបាទដើម្បីងាយស្រួលក្នុងការទៅស្វែងរកដោយខ្លួនឯងមិនចាំបាច់មានអ្នកដទៃជូនទៅទេណាយើងអាចមើលវីដេអូនេះហើយអាចទៅស្វែងរកដោយខ្លួនឯងបាទហ្នឹងហើយរុក្ខជាតិនឹងគឺមានច្រើនណាស់បងប្អូនណាមានច្រើនរាប់រយរាប់ពាន់លានដើមនឹងយើងអាចដឹងរុក្ខជាតិណាខ្លះគឺយើងអាចប្រាប់ជូនដល់បងប្អូនក៏ដូចជាប្រិយមិត្តដើម្បីបានស្គាល់បានដឹងបន្ថែមឬក៏ក្មេងៗជំនាន់ក្រោយគាត់អត់ស្គាល់រុក្ខជាតិគាត់អាចស្វែងយល់តាមរយៈវីដេអូដែលខ្ញុំបង្ហាញទៅណាហ្នឹងហើយបាទដើម្បីជាច្បាស់ដើម្បីយល់បន្ថែមមានវីដេអូដទៃដែរដែលបងប្អូនអាចតាមដានវីដេអូទៅហ្នឹងហើយយកមកផ្ទៀងផ្ទាត់គ្នាទៅព្រោះរុក្ខជាតិខ្លះខ្ញុំស្គាល់តែនៅតំបន់ខ្ញុំទេតាមដូនតាគាត់ស្គាល់តគ្នាណាក៏ពេលខ្លះគេប្រើវចនានុក្រមតាមក្បួនតាមអីដែលគេកត់ត្រាត្រឹមត្រូវណាមានសភៅមានឯកសារយោងត្រឹមត្រូវចឹងទៅអានឹងដូចគ្នាទេបងប្អូនណាសំខាន់យើងស្គាល់រុក្ខជាតិនេះគឺលក្ខណៈបែបហ្នឹងគេហៅឈ្មោះចេះនៅតំបន់ហ្នឹងអញ្ចឹងយើងត្រូវស្គាល់ដែរអញ្ចឹងយើងចាំនៅខ្លួនយើងទៅបាទហ្នឹងហើយអានឹងគេហៅមិនគេរបស់គេសំខាន់យើងចាំខ្លួនយើងថារុក្ខជាតិនឹងមានប្រយោជន៍ឬអត់ចំពោះខ្លួនយើងអញ្ចឹងបាទយើងចាំខ្លួនយើងទៅបាទភាពងាយស្រួលទេមិនចាំបាច់ទៅបកកាយគ្នាទេណាឈ្នះចាញ់រឿងថាអូមិនមែនតែរុក្ខជាតិនេះគេនិយាយចេះគេនិយាយចោលអត់ទេបងប្អូនណាហ្នឹងហើយរឿងយកឈ្នះយកចាញ់វាមិនមែនជារឿងល្អទេសំខាន់យើងស្គាល់យើងចាំទុកទៅណាព្រោះរុក្ខជាតិហ្នឹងគឺពីបរមបុរាណមកអត់មានសភៅណាកត់ត្រាទុកទេប៉ុន្តែចាំតគ្នាអញ្ចឹងទៅពីឪពុកពីកូនតជាចៅជាទូតជាលួតជាលាមកតគ្នាអញ្ចឹងណានឹងស្គាល់តគ្នាអញ្ចឹងទៅរហូតដល់បច្ចុប្បន្នអញ្ចឹងទៅខ្ញុំក៏ស្គាល់តពីលោកយាយលោកតាពុកម្ដាយរបស់ខ្ញុំដែរអញ្ចឹងណាហ្នឹងហើយព្រោះវាបានមកពីការសិក្សាស្រាវជ្រាវនិងការស្គាល់តគ្នាដែរទេហ្នឹងហើយបាទតាមពិតទៅគឺវល់ខ្លះគឺមានដែរនៅក្នុងវចនានុក្រមណាបាទហើយខ្ញុំក៏បានពណ៌នាជូនប្រិយមិត្តគឺជាបងប្អូនលំអិតតកតងទៅនឹងដើមនីមួយមិនលំអិតខ្លាំងទេប៉ុន្តែទៅលើលក្ខណៈក៏ដូចជា
តម្រូវការណាមានតម្រូវការឲ្យខ្លះអញ្ចឹងផ្ដល់ផលប្រយោជន៍ឲ្យខ្លះហ្នឹងហើយបាទហើយដើមនេះក៏មិនមានជាគុណវិបត្តិអីដែរបងប្អូនគុណវិបត្តិគឺនៅត្រង់ថាមិនអាចយកទៅធ្វើគ្រឿងសង្ហារឹមបានទេដោយសារដើមនឹងជាលក្ខណៈដើមតូចអញ្ចឹងมันអាចយកទៅធ្វើស្អីកើតទេណាជារុក្ខជាតិធន់មធ្យមណាបាទផ្ដោតសំខាន់ទៅលើឱសថបាទទៅលើផ្នែកឱសថពុទ្ធធម្មជាតិបង្កើតមកគឺត្រូវតែបំពេញតម្រូវការរបស់សត្វលោកទាំងអស់មិនថាសត្វអីទេបាទបងប្អូនមិនថាមនុស្សមិនថាអីទេណាគឺត្រូវការរុក្ខជាតិទាំងអស់រុក្ខជាតិនេះគឺបានបង្កើតនៅខ្យល់មួយបាទខ្យល់បរិសុទ្ធគឺខ្យល់ដែលបង្កើតចេញមករុក្ខជាតិគេហៅថាធ្វើរាស្មីសង្យោគដល់ពេលថ្ងៃបញ្ចេញជាតិខ្យល់នឹងមកដល់ពេលយប់ស្រូបជាតិពុលនឹងទៅដើម្បីធ្វើរាស្មីសង្យោគបាទតមកវិញនេះជាច្បាប់ធម្មជាតិហ្មងបងណាបាទហ្នឹងហើយអានឹងយើងត្រូវស្វែងយល់ដែរបាទតើតោនឹងធម្មជាតិហ្នឹងបងប្អូនបាទក៏ធម្មតាទេបាទអញ្ចឹងសូមអរគុណបងប្អូនណាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំនិងក៏សូមជួយធ្វើការចុចជាវបាទចុចជាម្នាក់មួយផងបាទហើយជួយចែករំលែកវីដេអូនេះជូនបងប្អូនដែលគាត់មិនទាន់ស្គាល់ដើម្បីគាត់ស្គាល់ផងបាទហ្នឹងហើយសូមអរគុណបាទសូមគោរពលា